បាទសម្រាប់ថ្ងៃនេះខ្ញុំមានទូរស័ព្ទមួយគ្រឿងម៉ាកប្រភេទ iPhone 11 Pro Max ហើយគឺយើងបានមកគឺជាប់នៅ iCloud ប្រភេទប្រើបានហើយម្ចាស់គាត់ភ្លេច password ហើយនេះគាត់ទៅឲ្យកូដដៃឲ្យយើងទៀតហ្នឹងហើយដោយសារគាត់ភ្លេច password គាត់ចង់ដោះ iCloud នឹងចេញដើម្បីកុំឲ្យជាប់នៅថ្ងៃក្រោយអញ្ចឹងវីដេអូនេះខ្ញុំនឹងណែនាំបងមិត្តទូរស័ព្ទរបស់គ្នាទៅដោះលេខកូដនេះគេស្គាល់ដោះ iCloud ជាប្រភេទមួយដែលវាតែឲ្យប្រើបានហើយជាមួយនឹងយើងយកវាទៅដាក់ជាមួយនឹង log tool អញ្ចឹងបើបានចូលទស្សនាវីដេអូនេះកុំភ្លេចជួយ subscribe និងដាក់សញ្ញាកណ្ដឹងមួយដើម្បីទទួលបានវីដេអូថ្មីៗខ្ញុំបានអរគ្នាតោះមកចំណាយពេលយូរឥឡូវយើងចូលមើលក្នុងទូរស័ព្ទរបស់គ្នាតោះហើយមុននឹងធ្វើការ remove វាយើង remove iCloud ទៅយើងត្រូវតែ check มันដើម្បីសិនដើម្បីប្រកាសថាវានឹងអាចបាន 100% អញ្ចឹងឥឡូវយើងត្រូវមាន password នេះទូរស័ព្ទហើយមាន password ស្រាប់អញ្ចឹងបើសម្រាប់ទូរស័ព្ទដែលមាន password ត្រូវតែយើងត្រូវតែ set up password ដែរមុននឹងធ្វើការដោះអញ្ចឹងណាតោះឥឡូវយើងវាយ password ចូលបន្តមកយើងដើម្បី check វាថាអាច remove បានឬក៏មិនបានយើងចូលទៅ setting បាទបន្តចូល setting នេះយើង connect Wi-Fi ហើយមកហើយយើងចូល iCloud បាទតបចូល iCloud ហើយមករួមជាមួយគ្នា scroll ដល់ទៀត iCloud វាមាន5 GB នេះវាចូលពេលជាប់គ្នាបាទកណ្ដាលយើងជួយ sign out ទៅវាទាមទារ password ទៅហើយយើងមាន password ទៅចាស់ complete បាត់ហើយអញ្ចឹងយើងចូលកន្លែង iCloud 5G បាទបន្តមកនេះ version ថ្មីបាទ version ថ្មីគឺវាមានពាក្យ CR ទេអញ្ចឹងយើងចូលទៅកន្លែង check នេះកន្លែង save to iCloud យើងយកពាក្យ CR នេះមកចុចមកតើយើង scroll ទៅលើបន្តិចហើយរកពាក្យថា Game Center នេះ Game Center ហ្នឹងបាទយើងចុចមកបត់គឺវាបើកចឹងណាអញ្ចឹងយើងបាត់ហើយយើងត្រូវតែពេលដែលយើង check ហ្នឹងគឺយើងត្រូវតែមានអ៊ីនធឺណិតឬក៏ Wi-Fi ដើម្បី check ដែរបើយើងអត់បានបើកអ៊ីនធឺណិតឬក៏ Wi-Fi ទេយើង check អត់ដឹងទេអញ្ចឹងតោះមកយើងបើកមកវិញបាទបើកមកវិញអូខេតែកាលណាយើងបាត់ហើយបើកមកវិញបែបនេះគឺមានន័យថាយើងអាចដាក់100%តែម្ដងបាទសម្រាប់ទូរស័ព្ទដែលជាប់ហើយអត់ដែលបើកហើយហ្នឹងហើយតែបើសិនជាបើកមកវាទាមទារ password គឺយើងមិនអាចដោះដាច់បានទេអញ្ចឹងយើងបែរទៅក្រោយតោះយើង check ហ្នឹងយើងបែរទៅក្រោយមកតោះមកយើងត្រូវដាក់លេខកូដអេក្រង់បាទលេខកូដអេក្រង់យើងចូលទៅ set up លេខកូដអេក្រង់ដោយសារនេះវាមានស្រាប់ហើយអញ្ចឹងយើងគាត់ធ្វើការបង្ហាញទេអញ្ចឹងមករួមជាគ្នាយើងបើកនៅ password អេក្រង់ដាក់លេខប្រមាណក៏បានដែរហើយយើងចាំបាទបន្ទាប់ពីដាក់ password អេក្រង់ហើយយើងបែរទៅក្រោយទៀតហើយយើងទៅរកពាក្យSafari បើអញ្ចឹង version ថ្មីគឺវាផ្ទុកនៅក្នុង app អញ្ចឹងណាតែបើ version ទៀតយើង scroll វាមានពាក្យ Safari នៅខាងក្រៅហ្នឹងហើយអញ្ចឹងសម្រាប់ version ថ្មីយើងចូលក្នុង app បាទបន្ទាប់ពីចូលក្នុង app ហើយយើង scroll ទៅលើតិចដើម្បីទៅរក app Safari អូខេនេះចេញចូលទៅក្នុង app Safari មកបាទបន្ទាប់ពីចូលទៅក្នុង app Safari យើង scroll ទៅលើទៅក្រោយ scroll ទៅលើទៀតយើងរុញទៅលើអស់តោះមកយើងយកពាក្យ advanced នេះចូលក្នុង advanced ហើយយើងមើលកន្លែងពាក្យនេះ web inspector យើងអស់មើលពេលខ្លះវានៅខាងក្រោមពេលខ្លះវានៅខាងលើអញ្ចឹងយើងទៅស្វែងរកពាក្យថា web inspector នេះយើងបើកបែបនេះយើងថយក្រោយអស់បាទបន្ទាប់ពីបើកបានបែបនេះហើយយើងចូលទៅក្នុង website បាទចូលទៅក្នុង website នៅក្នុង Safari បាទចូល Safari មកអូខេតោះចូល Safari យើង search ពាក្យថា iCloud.com បាទ iCloud.com ឬក៏យើងចុចលើ link ខាងលើនេះក៏បានដែរយក iCloud login នេះក៏បានឬក៏យើងសរសេរពេញក៏បានដែរiCloud.com អូខេវាអាសាអត់នេះវាទូពេកចឹងបាក់វាយអញ្ចឹងខ្ញុំចង់ធ្វើការរើសយក iCloud ខាងលើក៏បាន iCloud login ក៏បានយើងចុចមកបាទតើមកចេញ website នេះយើងចុចចូល website នេះទៀតទៅអូខេពេលដែលចូល web នេះហើយយើងជួបខ្សែជាមួយនឹង computer គឺហើយតែឆែកមើល iCloud ទាំងអស់គ្នាវាជួប on ឬក៏ off ហ្នឹងណាបាទអូខេដល់ចូលអូខេតោះមកវាឲ្យយើងត្រាស់តែកាលណាឲ្យយើងត្រាស់វា verify ជាមួយនឹងកូដអេក្រង់ដែលយើងដាក់ហ្នឹងអញ្ចឹងយើងវាកូដអេក្រង់ដែលយើងដាក់នេះដោយសារមកមានកូដស្រាប់អញ្ចឹងអញ្ចឹងពេលដែលយើងចូលលេខកូដទៅវានឹង load បាទយើងមកមើលក្នុង computer đó បាទមក load បែបនេះយើងឃើញយើងទៅ copy នេះ copy ID ទី1នេះទៅមកទៅបើក website ដែលយើងចង់ចាត់ចឹង website មួយណាក៏បានដែរដែលយើងគិតថាស្រួលប្រើអញ្ចឹងយើងបើកនៅក្នុង iFree iCloud អញ្ចឹងយើងចុចដាក់ text សិនមកបាទតោះរកចាំបន្តិច
ចេះយើងមកផាហើយមានចូលក្នុងនោះហើយចុចពាក្យ check អូខេដល់ចាំបន្តិចអូខេឃើញថា Find My iPhone គឺ on អញ្ចឹងមានតែជាប់អញ្ចឹងណាអញ្ចឹងយើងគាត់ខ្វែងចោលយើងទម្លាក់វាចុះសិនមកបាទទម្លាក់ចុះសិនហើយយើងបើកនៅ Unlock Tool បាទវគ្គនេះគឺយើងបើក Unlock Tool ហើយអញ្ចឹងនៅក្នុងទូរស័ព្ទយើងដោះសោដែរមកបាទយើងដោះសោយើងបើកវាភ្លឺអញ្ចឹងណាអញ្ចឹងយើងចូលក្នុង Unlock Tool យើងរើសប៊ូតុង Apple នេះមកបាទហើយយក you understand បាទ understand តមកយើងរកពាក្យអូខេនេះ proceed ចុចចូល proceed យកពាក្យ extract data បូក FMI off អូខេអញ្ចឹងយើងចុចអានេះមកបាទអញ្ចឹងយើងរងចាំនៅប្រអប់នេះបាទប្រអប់ក្នុង Unlock Tool របស់ដំណើរការនេះតែកន្លែងនេះវាចាប់ផ្ដើម scan រក driver ទូរស័ព្ទកាលណាវា scan រក driver ទូរស័ព្ទឃើញវានឹងឲ្យយើងចូលទៅត្រង់ចំណុចណាមួយអូខេដល់មកវា load បែបនេះ please ទៅឲ្យ sign in បាទចូលទៅក្នុង website iCloud ខំវាចូលនៅ passcode ដែលយើងបាន set up ចឹងវាសពនឹងពណ៌ក្រោមបាទអញ្ចឹងកន្លែងហ្នឹងហើយគឺវាឲ្យយើងឲ្យយើងចុច sign in ដែរបើកាលណា load បែបនេះចេញ sign in មកចុច plug បាទតមកវានឹង check ឲ្យយើងបញ្ចូលនៅ passcode វាដាក់ថា sign in with passcode អញ្ចឹងចុចមកអញ្ចឹងយើងគ្រាន់តែវាយលេខកូដអេក្រង់ហ្នឹងបាទលេខកូដអេក្រង់ដែលយើងមានហ្នឹង plug ហើយកូដអេក្រង់វាយើងចាក់មុនហ្នឹងអញ្ចឹងដើម្បី verify ជាមួយ iCloud តមកវា load បែបនេះបាទក្នុង Unlock Tool វា load បែបនេះអូខេវា load បែបនេះវាដាក់ឲ្យយើង please turn on turn off device Wi-Fi បាទហ្នឹងហើយមានន័យថាគេឲ្យយើងបិទ Wi-Fi អញ្ចឹងមុននឹងបិទ Wi-Fi យើងមកមើលក្នុងនេះសិនបាទពេលខ្លះពេលដែលយើងចុចវាយបញ្ចូលនឹង password ចូលទៅវាឲ្យយើង agree អញ្ចឹងយើងកុំភ្លេចចុច agree វាអស់សិនមកដើម្បីឲ្យវាដំណើរការទេពេលដំណើរការអញ្ចឹងហើយយើងចុចបាទ off វាទៅលើកោតិចមកហើយយើងទាញបិទ Wi-Fi និង 3G ចោលបាទហើយដាក់យន្តហោះតិចមកដើម្បីឲ្យវាដាច់ 100% អញ្ចឹងដាក់យន្តហោះប៉េះបាទអូខេពេលដែលយើងបិទ Wi-Fi ឬក៏ 3G ដាក់យន្តហោះហើយយើងទៅយើងចុចប៊ូតុងអូខេយើងចុចប៊ូតុងអូខេចាប់ដើមវា FMI iPhone កំពុងតែរាវរងនៅ password ហើយ iCloud ហើយនឹងធ្វើការជាមួយយើងតែម្ដងចឹងចិត្តយើងរងចាំទាំងអស់គ្នាណាអូខេនៅកន្លែងនេះនេះដោយសារទូរស័ព្ទនេះវាមានតែមួយ model អញ្ចឹងមិនដែលតែម្ចាស់គាត់ប្រើតែទូរស័ព្ទម្ចាស់ផ្ទាល់អញ្ចឹងណាហ្នឹងហើយគាត់ភ្លេច password ឥឡូវកន្លែង FMI off success ហើយអញ្ចឹងមានន័យថាយើងបាន remove iCloud ចេញពីទូរស័ព្ទនេះរួចហើយអញ្ចឹងឥឡូវយើងមកមើលនៅក្នុង Siri Tool បាទហើយយើងមក copy IP ម្ដងទៀតតោះមកយើងចូលទៅ website ដែរហើយយកពី check more នេះមកដើម្បី check ម្ដងទៀតពេល check ខ្លាញ់មកអូខេ find my iPhone off ហើយអញ្ចឹងមានន័យថាយើងដោះដាច់ 100% ហើយអញ្ចឹងមុននឹងធ្វើការដោះដាច់យើងមកមើលនេះយើងចង់ឲ្យ account ហ្នឹងវាចេញពីនេះកន្លែង setting បាទកន្លែង setting ឃើញវានៅជាប់ដែរទេកន្លែង setting ហ្នឹងបាទតោះមកយើងបើកមកវានៅជាប់ដែរបែបនេះហើយដល់ពេលយើងសាញ់ហៅក៏បានដែរសាញ់ហៅទៅវាចេញទេពេលយើងសាញ់ហៅវានឹងទា password ដដែលទេអញ្ចឹងដើម្បីវាអាចយើងធ្វើការ erase វាមួយចោលមកបាទចុច toolbox នៅក្នុង Siri Tool យកពាក្យនេះ active/erase នេះមកអូខេហើយយើងយកពាក្យ erase device ខាងក្រោមហើយយើងដាក់ text ទូរស័ព្ទនេះដើម្បីថាយើងប្រើ erase ទៅដើម្បីយើងចុច start បាទ erasing ហើយដាក់ text I agree ហើយចុច erase now បាទតមកវានឹងធ្វើការបាទ erase ទូរស័ព្ទនេះមួយនេះហើយអញ្ចឹងយើងគ្រាន់តែធ្វើការរងចាំឲ្យវាមកដល់មីនុយទៅចាំយើងមើល set up បន្តដើម្បីដល់ការប្រើប្រាស់អញ្ចឹងហើយការ set up នោះគឺខ្ញុំពិចារណាខ្ញុំអត់ set up នៅលើទូរស័ព្ទទេគឺខ្ញុំ set up នៅលើ Siri Tool តែម្ដងអញ្ចឹងតែកាលណាយើង set up លើ Siri Tool រត់ដាច់ជោគជ័យហើយក្នុងទូរស័ព្ទយើងក៏ចុចពីរបស់គឺវាទៅដល់មីនុយប្រើប្រាស់តែម្ដងអញ្ចឹងវាងាយស្រួលយើង set up លើទូរស័ព្ទនៅ next រើអាយុឬអីច្រើនអញ្ចឹងវាយូរអញ្ចឹងហើយសង្ឃឹមថាបងមនុស្សជាទាំងអស់គ្នាបានមកក្នុងនេះធ្វើបានទាំងអស់គ្នាហើយសម្រាប់ model ធ្វើបែបនេះហើយប្រភេទជាប់ប្រភេទមនុស្សគឺវា support គ្រប់ version ហើយនឹងគ្រប់ model ទាំងអស់បាទអត់កាន់ model ទេបាទមិនថា17 Pro Max ក៏វា support ដែរឲ្យតែបិទបើក game center នឹងបានអញ្ចឹងបើបងចង់ឲ្យខ្ញុំចូល remote ឲ្យអាចតាក់ទងខ្ញុំបានតាមក្នុង YouTube ក៏បានคลิกចាំទៅ
YouTube បាននេះរ៉ាជោគជ័យចឹងយើងចុចលើ device វិញហើយមកមើលនៅកន្លែងនេះបាទអូខេឥឡូវយើងឃើញថានៅក្នុងទូរស័ព្ទវាអត់ទាន់រត់ផុតទេចឹងយើងអាច active វានៅក្នុងYouTube នេះបានឥឡូវយើងចុចកន្លែងនេះ activate no យើងចុចយកពី activate នេះបាទដល់រកកម្មវិធីវាតាមផុតទេហើយយើងបែងចោលសិននេះអូខេដល់មកយើងដាក់ text នៅលើ activate វិញ activate device ខ្ញុំច្រឡំដល់នេះបាទយកលើវិញដល់មកយើងចុចដាក់ text បាទដល់មកយើងចុចពីកន្លែង skip មួយបាទ skip នេះគឺយើង skip set up បាទដើម្បីឲ្យវាទៅដល់ខ្ញុំតែម្ដងយើងខ្ជិល set up បានសំច្រើនដែរខាង Apple តម្រូវយើង set up ចឹងយើង skip ទៅដើម្បីវាទៅដល់នៅប្រើប្រាស់កន្លែងយើងរកចាស់ដល់ជោគជ័យហើយចឹងយើងធ្វើការរងចាំឲ្យវារត់នៅសញ្ញាឆ្លងផុតទៅគឺយើងធ្វើការចុចថាមកបោះពីបោះគឺទៅដល់នៅតាមដែរដល់កន្លែង hello ហើយអញ្ចឹងយើងធ្វើការរើសភាសារើសភាសាតំបន់តោះមកយើងយកពាក្យ menu បាទខាងក្រោមរងចាំបន្តិចទៅអូខេឥឡូវវាបានមកដល់ពីដូចប្រើប្រាស់ហើយអញ្ចឹងគឺយើង set up បែបនេះគឺលឿនអញ្ចឹងណាអញ្ចឹងយើងគ្រាន់តែបានចូលនៅអ៊ីនធឺណិតឬក៏ Wi-Fi នេះដើម្បីឲ្យវា download app នេះមកនៅក្នុងទូរស័ព្ទហ្នឹងគឺជោគជ័យអញ្ចឹងវីដេអូរបៀប remove open menu iCloud ប្រភេទ iPhone 11 Pro Max គឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងអរគុណច្រើនមែនទែនសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមដល់ចប់នឹងជួបគ្នានៅក្នុងវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលា